បាទសូមជម្រាបសួរបងប្អូនដែលកំពុងតាមដាន Facebook របស់ខ្ញុំថ្ងៃនេះខ្ញុំមានការចាំបាច់សូមជូនដំណឹងឬក៏ស្រ័យបំភ្លឺបញ្ហាមួយជូនបងប្អូនក្រោយពីរាជរដ្ឋាភិបាលបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីថ្ងៃ15ខែមិថុនាកន្លងទៅនេះដែលជាការដាក់លិខិតផ្លូវការនិងបញ្ជាក់ថាជាការចាប់ផ្ដើមនីតិវិធីផ្លូវការរវាងកម្ពុជាហើយនិងតុលាការយុត្តិធម៌អន្តរជាតិបាទអញ្ចឹងក៏មានបងប្អូនយើងមួយចំនួនចេះតែនៅឆ្ងល់នៅសួរប៉ុន្តែបងប្អូនយើងជាច្រើនទៀតបងប្អូនយល់ហើយបាទបងប្អូនជឿជាក់ថារាជរដ្ឋាភិបាលនឹងមានឆន្ទៈមោះមុតក្នុងការដាក់នឹងប៉ុន្តែមានបងប្អូនយើងម្នាក់ពីរនាក់បីនាក់ឬក៏មិនដឹងទេប៉ុន្តែនៅចោទសួរថាអីណាទៅមិនក៏មិនបង្ហាញផុសតាងប្រកាន់ដៃឬក៏យកទៅហុចនឹងមិនក៏មិនថតរូបបង្ហោះដើម្បីជាផុសតាងបងប្អូនសូមបញ្ជាក់អញ្ចេះណាតើយល់អំពីនីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិបាទរាល់ដំណើរការនីតិវិធីនឹងគឺជាការសម្ងាត់ដែលយើងត្រូវតែគោរពយើងអត់អាចទៅហុចហើយថតរូបមកបង្ហោះឬក៏យកលិខិតប្រកាន់ដៃឆ្លើយតបឲ្យមកបង្ហោះជាសាធារណៈបានទេនេះគឺជាគោលការណ៍របស់តុលាការហើយយើងដាច់ខាតត្រូវតែគោរពពីព្រោះយើងទើបតែចាប់ផ្ដើមនីតិវិធីហើយនីតិវិធីហ្នឹងនឹងមានជាបន្តបន្ទាប់ដែលយើងត្រូវធ្វើការជាមួយនឹងតុលាការហ្នឹងបាទហើយរាល់ការវិវត្តនីមួយដំណាក់កាលមួយទៅដំណាក់កាលមួយហ្នឹងគឺថារាជរដ្ឋាភិបាលនឹងផ្ដល់ដំណឹងបាទជូនដល់បងប្អូនយើងជ្រាបជាបន្តបន្ទាប់បាទអញ្ចឹងសូមបងប្អូនយើងរងចាំបន្តិចបាទដើម្បីទុកពេលឲ្យរាជរដ្ឋាភិបាលដំណើរការនីតិវិធីហើយអ្វីដែលយើងអាចផ្សព្វផ្សាយជូនបងប្អូនបានយើងនឹងផ្សាយជូនបងប្អូនហើយបាទប៉ុន្តែជាការសម្ងាត់យើងអត់អាចផ្សាយជូនបងប្អូនបានទេនៅថ្ងៃ23នេះខែមិថុនាយើងសប្តាហ៍ក្រោយនេះគណៈកម្មការរៀបចំពាក្យបណ្ដឹងនឹងប្រជុំគ្នាថាបាទប្រជុំដើម្បីពិភាក្សាហើយនឹងជជែកដើម្បីបន្តការនីតិវិធីជាមួយនឹងតុលាការអញ្ចឹងសូមបងប្អូនយើងតាមដានហើយរាជរដ្ឋាភិបាលនឹងផ្ដល់ព័ត៌មានជូនបងប្អូនយើងពីដំណាក់កាលមួយទៅដំណាក់កាលមួយឲ្យបានជ្រាបបាទពីព្រោះនេះជារឿងជាតិទាំងអស់គ្នារឿងបូរណភាពទឹកដីបាទមិនមានការលាក់លៀមទេហើយបើសិនជាបងប្អូនណាដែលពិតជាចង់ដឹងមែនទែនថាពិតឬមិនពិតបងប្អូនក៏អាចមានជំរឿសថាតាក់ទងទៅតុលាការផ្ទាល់ដើម្បីសុំតើគេឲ្យឬមិនឲ្យអានោះខ្ញុំក៏អត់ដឹងដែរប៉ុន្តែបងប្អូនអាចសាកល្បងមើលណាបាទដើម្បីឲ្យអស់ចិត្តបាទជាចុងក្រោយខ្ញុំសូមបញ្ជាក់ជូនបងប្អូនជាថ្មីម្ដងទៀតថាសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏ដូចជាសម្ដេចតេជោប្រធានព្រឹទ្ធសភាលោកពិតជាមានឆន្ទៈមោះមុតអត់ត្រឡប់ថយក្រោយទេបាទក្នុងការលើកយករឿងហ្នឹងទៅតុលាការយុត្តិធម៌អន្តរជាតិពីព្រោះយើងដោះស្រាយទ្វេភាគីនឹងវាអស់ចិត្តហើយយើងអត់ចង់មានទំនាស់នឹងកើតមានអូសបន្លាយតទៅទៀតសម្រាប់កូនចៅជំនាន់ក្រោយអញ្ចឹងហើយបានជាយើងសុខចិត្តយករឿងហ្នឹងទៅតុលាការអញ្ចឹងសូមបងប្អូនយើងស្ងប់ចិត្តហើយចាំព័ត៌មានដែលរាជរដ្ឋាភិបាលនឹងផ្ដល់ជូនជាបន្តបាទសូមអរគុណ